ជំរាបសួរបងបងប្អូនប្រហែលជាបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរមួយចំនួនប្រហែលជាស្គាល់នេះគឺអាដាមវ៉ាសធាដែលទៅជាស្វាមីពុកញ៉ាជំទាវជុកមានដែលជាអគ្គនាយិការបស់ក្រុមហ៊ុនថើងគ្រប់បងអារម្មណ៍យ៉ាងណាដែរសម្រាប់ការដឹកនាំកីឡាករគុណខ្មែរចេញទៅប្រកួតនៅពិភពអឺរ៉ុបនៅប្រទេសអេស្ប៉ាញលើកនេះបងបាទបងសូមអរគុណដល់បងប្អូនអ្នកសាព័ត៌មានហើយសូមអរគុណដល់បងប្អូនជាពលរដ្ឋទាំងអស់ជាពិសេសអ្នកគ្រប់គ្រងខ្សែគុណខ្មែររបស់យើងនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងឆ្នាំ2026របស់ស្ថានីយទូតថោនដែលយើងបានដឹកនាំកីឡាករទៅប្រកួតនៅអឺរ៉ុបគឺនៅក្នុងខែ2នេះចឹងអ្វីដែលសំខាន់នោះគឺយើងវត្តវិរៈភាពណាស់ដោយសារថាឥឡូវនេះកីឡាករគុណខ្មែររបស់យើងបានផ្សព្វផ្សាយទូទាំងពិភពលោកគឺគេទទួលស្គាល់ច្រើនចឹងអ្វីដែលយើងចង់បានពីចំណុចចាប់ផ្ដើមពីមុនមករហូតដល់ឥឡូវនេះគឺយើងទទួលបានជោគជ័យហើយបងសូមរំលឹកឡើងវិញខ្លះនៅពេលដែលយើងចាប់ដៃគ្នាដំបូងកាលនោះអាដាមខនេះគាត់ជាអគ្គលេខាធិការអតីតគាត់បានជួយស្ថានីយទូតថោនច្រើនជាពិសេសលើខ្សែគុណខ្មែរបានជោគជ័យរហូតដល់ដំណាក់កាលនេះអញ្ចឹងឥឡូវនេះយើងមានជាសហព័ន្ធថ្មីប៉ុន្តែការងាររបស់យើងគិតតែរីកចម្រើនថែមទៀតចឹងសូមអរគុណអ្វីដែលយើងរីកចម្រើននៅក្នុងពេលនេះគឺអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋយើងជាពិសេសអ្នកគ្រប់គ្រងគុណខ្មែររបស់យើងតែងតែយកចិត្តទុកដាក់ហើយអ្វីដែលជាមលុបដ៏ត្រជាក់របស់យើងគឺយើងមានការដឹកនាំជាពិសេសសម្ដេចពុកសម្ដេចម៉ែដូចជាសម្ដេចខិបដីលោកតែងតែគ្រប់គ្រងលើគ្រប់វិស័យដែលវិស័យគុណខ្មែររបស់យើងរីកចម្រើនដល់ពេលនេះគឺលោកបានគ្រប់គ្រងទាំងកម្លាំងចិត្តកម្លាំងកាយកម្លាំងប្រាជ្ញាក៏ដូចជាថវិកាធនធានគ្រប់បែបយ៉ាងគ្រប់គ្រងដល់វិស័យគុណខ្មែរធ្វើឲ្យវិស័យគុណខ្មែររីកចម្រើនហើយធ្វើឲ្យបងប្អូនជាពលរដ្ឋជាពិសេសកីឡាករគុណខ្មែររបស់យើងមានជីវភាពប្រសើរឡើងមកដល់សប្តាហ៍នេះបាទបងមូលហេតុអីបានថោនតែងតែព្យាយាមបញ្ជូនកីឡាករចេញទៅប្រកួតនៅផ្សព្វផ្សាយគុណខ្មែរនៅក្រៅប្រទេសបងអូននឹងស្រាប់ហើយថាក្នុងគោលបំណងរបស់យើងក៏ដូចជាចក្ខុវិស័យរបស់ស្ថានីយទូតថោនក៏ដូចជាថ្នាក់ដឹកនាំដែរគឺយើងធ្វើវិស័យគុណខ្មែរនេះគឺក្នុងគោលបំណងយើងផ្សព្វផ្សាយយើងប្រើពាក្យថាគុណខ្មែរមួយម៉ាត់បានន័យថាជាអត្តសញ្ញាណចិត្តរបស់យើងគុណខ្មែររបស់យើងនេះគឺយើងមានតាំងពីយូរមកលងមកហើយយើងមានទាំងសាលាចរិតនៅលើប្រាសាទនានាយើងមានទាំងសាក់សីរស់បានន័យថាគ្រូបង្វឹកគ្រូបង្ហាត់គ្រូក្បាច់គុណនានាអញ្ចឹងយើងមានគ្រប់បែបយ៉ាងហើយស្រុកយើងកន្លងមកវាជួបលើសង្គ្រាមអញ្ចឹងនៅពេលនេះយើងមានសុខសន្តិភាពយើងមានឱកាសទៅផ្សព្វផ្សាយនៅក្នុងប្រទេសហើយយើងត្រូវតែផ្សព្វផ្សាយទៅក្រៅប្រទេសដើម្បីគេទទួលស្គាល់ថាខ្មែរយើងជាពូជអបូរមួយជាជាតិសាសន៍មួយដ៏ចំណាស់នៅក្នុងអាស៊ីអាគ្នេយ៍មានអរិយធម៌វប្បធម៌ជាពិសេសមានគុណខ្មែរសម្រាប់ការពារទឹកដីរហូតដល់គង់វង្សដល់សប្តាហ៍នេះបាទនេះគឺជាគោលបំណងរបស់ស្ថានីយទូតថោនក៏ដូចជាថ្នាក់ដឹកនាំរបស់យើងថាយើងចេញទៅក្រៅប្រទេសនេះដើម្បីផ្សព្វផ្សាយវិស័យគុណខ្មែរនេះឲ្យកាន់តែរីកចម្រើនឲ្យគេស្គាល់កាន់តែច្រើនហើយប្រកួតប្រជែងនៅក្នុងវិស័យបណ្ដាលនេះនៅលើពិភពលោកក៏ដែរបាទអរគុណច្រើនបងមានអីចុងក្រោយនិយាយទៅកាន់ fan គុណខ្មែរទេសម្រាប់ការថោនដឹកនាំកីឡាករគុណខ្មែរចេញទៅប្រកួតនៅប្រទេសអេស្ប៉ាញលើកនេះបងបាទអរគុណណាស់សម្រាប់សំណួរនេះខ្ញុំចង់ជម្រាបដល់អូនសាព័ត៌មានក៏ដូចជាបងប្អូនទាំងអស់ជាពិសេស fan គុណខ្មែរទាំងអស់យើងដឹងហើយថាកីឡាបដាល់គុណខ្មែរនេះគឺយើងប្រើកម្លាំងកាយកម្លាំងបញ្ញាជាពិសេសកម្លាំងកាយយកទៅធ្វើទៅយកទៅប្រកួតអញ្ចឹងរាល់ការប្រកួតទាំងអស់វាតែងតែមានចាញ់មានឈ្នះអ្វីដែលយើងទាំងអស់គ្នាត្រូវតែចូលរួមទាំងអស់គ្នានោះគឺយើងត្រូវតែលើកទឹកចិត្តទោះចាញ់ក៏ដោយឈ្នះក៏ដោយគឺយើងធ្វើក្នុងគោលបំណងមួយដែលសំខាន់គឺយើងធ្វើក្នុងគោលបំណងផ្សព្វផ្សាយនៅវិស័យគុណខ្មែររបស់យើងអញ្ចឹងមានអ្វីទេយើងមានតែការរួបរวมគ្នាហើយចង់រំលឹកផងដែរថាវិស័យគុណខ្មែររបស់យើងរីកចម្រើនមកដល់ថ្ងៃនេះគឺដោយសារបងប្អូនជាពលរដ្ឋរបស់យើងគ្រប់គ្រងគ្រប់គ្នាយើងមើលធ្វើថាមានការគ្រប់គ្រងយ៉ាងផុសរាល់ការពួតនានាទាំងក្នុងនិងក្រៅប្រទេសមានការគ្រប់គ្រងនេះហើយជាទឹកចិត្តមួយដល់
ទាំងអ្នកគ្រប់គ្រងទាំងអ្នកទាំងកីឡាករធ្វើឲ្យមានទឹកចិត្តទាំងអស់គ្នាពីគ្រប់ឧបសគ្គដែលយើងដឹងថាពីមុនមកវាមានការលំបាយដំណាំម្ដងដំណាក់កាលនេះយើងបានជោគជ័យដោយសារបងប្អូនជាពលរដ្ឋដោយសារ fan របស់យើងគ្រប់គ្រងអញ្ចឹងសូមឲ្យបងប្អូនជាពលរដ្ឋយើងទាំងអស់សូមឲ្យគ្រប់គ្រងបន្តទៀតក្រោមលុបដឹកនាំរបស់រាជរដ្ឋាភិបាល បាទអរគុណច្រើនបងអរគុណច្រើន